ជាប់ពាក្យបានជាង5ខែពីទីករណីហេងកែវនីតាត្រៀមសម្រាប់កូនឆាប់នេះតាមរយៈវីដេអូនិងរូបភាពជាច្រើននេះបង្ហាញឲ្យឃើញថាពីទីករណីរុកស្រស់ហេងកែវនីតាកំពុងមានផ្ទៃពោះនិងត្រៀមសម្រាប់កូនក្នុងពេលឆាប់បន្ទាប់ពីភ្ជាប់ពាក្យបាន5ខែបន្ទាប់ពីពិធីករណីហេងកែវនីតាចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំប្លែងប៉ៃឌីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង5ខែអ្វីត្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែហេងកៅនេតានៅតែមានរូបសម្រស់ស្រស់ស្អាតទាំងមិត្តភ័ក្តិក៏ដូចជាអ្នកគាំទ្របានលន់មាត់សរសើរថានាងស្រស់ស្អាតជាងពេលនៅលាវទៅទៀតដោយមហាជនបានដឹងស្រាប់ហើយថាពិធីករណីហេងកៅនីតាបានភ្ជាប់ពាក្យកាលពីថ្ងៃទី19កញ្ញាឆ្នាំ2025ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំឡើយទេដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារមួយចំនួនឲ្យចប់សិនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់នោះគឺនាងបែរជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែទាំងមិនទាន់រៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុកទោះជាយ៉ាងណាទាំងមិត្តសិល្បករក្នុងនិងក្រៅសិល្បករព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អទាំងម្ដាយទាំងកូនហេងកៅនីតាពិតជារីករាយជាមួយកំណែតកូនដំបងរបស់ខ្លួនណាស់សូម្បីតែស្វាមីនាងក៏មិនបានឲ្យនាងធ្វើការងារបន្តទៀតដែរនាងបានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាពចាប់តាំងពីមានកូនមកហេងកៅនីតាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង